តុលាការឃុំខ្លួនជំទប់ទី2គណៈបកភ្លើងទៀនម្នាក់ដោយចោទរឿងកាប់ព្រៃឈើសង្គមស៊ីវិលទទូចដល់លោកហ៊ុនសែនដោះលែងអ្នកទោសមនសិការទាំងអស់នៅថ្ងៃ7មករាសង្គមស៊ីវិលថាការប្រកាសទ្រព្យសម្បត្តិរបស់មន្ត្រីរាជការមិនអាចលុបបំបាត់អំពើពុករលួយបានឡើយប្រវត្តិតស៊ូរបស់សកម្មជនព្រៃឡង់មួយរូបដែលប្រថុយជីវិតនៅក្នុងបុព្វហេតុការពារព្រៃឈើរួមនឹងព័ត៌មានសំខាន់មួយចំនួនទៀតបាទជាបន្តទៅទៀតនេះខ្ញុំបាទយ៉ងច័ន្ទដារាសូមជូនព័ត៌មានទាំងនេះពិស្ដាតុលាការខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួនជំទប់ទី2មកពីគណៈបកភ្លើងទៀនម្នាក់ពីបទកាប់បំផ្លាញព្រៃឈើមន្ត្រីជាន់ខ្ពស់គណៈបកភ្លើងទៀនចាត់ទុកការចោទប្រកាន់នេះថាជាការធ្វើទុកបុកម្នេញផ្នែកនយោបាយលើគណៈបកភ្លើងទៀននិងស្នើទៅរដ្ឋាភិបាលលោកហ៊ុនសែនគួរបបង្កបរិយាកាសនយោបាយល្អនៅមុនការបោះឆ្នោតឆ្នាំ2023នេះបាទនេះជាសេចក្តីរាយការណ៍របស់លោកសេកបណ្ឌិតជំទប់ទី2គណៈបកភ្លើងទៀននៅឃុំកាត់ភ្លុកស្រុកបោះសែតខេត្តកំពង់ស្ពឺលោកបេនប៊ុនធិនត្រូវបានសមត្ថកិច្ចខេត្តកំពង់ស្ពឺចាប់ខ្លួនកាលពីល្ងាចថ្ងៃទី5ខែមករានៅពេលលោកចេញពីការបំពេញការងារនៅសាលាឃុំកាត់ភ្លុកមន្ត្រីសង្គមស៊ីវិលស្នើសុំឲ្យមានការស៊ើបអង្កេតអំពីករណីនេះឲ្យបានល្អិតល្អន់មុនមានការចាប់ខ្លួនឬចោទប្រកាន់ព្រោះវិធានការរបស់តុលាការអាចនឹងប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតក្នុងឆ្នាំ2023នេះកូនប្រុសជំទប់ទី2គណៈបកភ្លើងទៀនដែលរងការចោទប្រកាន់គឺលោកប៊ិនចិត្រាឲ្យវិទ្យុអស៊ីសេរីដឹងនៅរសៀលថ្ងៃទី6មករាថាពេលនេះសមត្ថកិច្ចបញ្ជូនឪពុករបស់លោកទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកំពង់ស្ពឺក្រោយពីតុលាការចោទប្រកាន់ករណីកាប់បំផ្លាញព្រៃឈើកូនប្រុសរបស់លោកបេនប៊ុនធិនយល់ថាករណីដែលតុលាការចោទប្រកាន់ឪពុករបស់ខ្លួនមកពីអាចមានការភ័ន្តច្រឡំព្រោះឪពុករបស់លោកធ្លាប់បានរងការចោទប្រកាន់ពីករណីនេះកាលពីឆ្នាំ2020រួចម្ដងមកហើយប៉ុន្តែឪពុករបស់លោកបានដោះស្រាយរួចរាល់ហើយនៅខ្ញុំពុកនៅឡើងពន្ធនាគារគាត់ទៅវិញមិនអោយម៉ែគាត់ទៅនិយាយមួយគាត់ចឹងណាហើយជាទៅផ្ទះវិញល្ងាចហ្នឹងមកល្ងាចហ្នឹងអោយគាត់ទៅនិយាយមួយគេហ្នឹងហ្មងបាទឲ្យគាត់គេទៅដកពីប្តឹងវិញចឹងណាតើតើនៅបញ្ហានេះវិទ្យុអសីស្រីនៅពុំទាន់អាចសុំការបញ្ជាក់ពីព្រះរាជអាជ្ញាសាលាដំបងខេត្តកំពង់ស្ពឺអ្នកស្រីចាតសូរស្មីបាននៅឡើយទេនៅថ្ងៃទី6ខែមករាចំណែកប្រធានប្រតិបត្តិគណៈបកភ្លើងទៀនប្រចាំខេត្តកំពង់ស្ពឺលោកទីប៊ុនថេងប្រាប់ថាកាលពីឆ្នាំ2020អាជ្ញាធរមូលដ្ឋានបានចោទប្រកាន់ថាលោកបេនប៊ុនធិនបានកាប់បំផ្លាញព្រៃឈើប៉ុន្តែលោកថាករណីជាក់ស្ដែងគឺលោកបេនប៊ុនធិនមិនបានប្រព្រឹត្តដោយការចោទប្រកាន់នោះទេពីព្រោះលោកបេនប៊ុនធិនគឺបានកាប់ឆ្ការព្រៃនៅលើដីចម្ការរបស់លោកតែប៉ុណ្ណោះលោកឲ្យដឹងទៀតថាកាលនោះលោកបេនប៊ុនធិនបានសម្របសម្រួលបញ្ចប់រឿងនេះនៅក្រៅប្រព័ន្ធតុលាការជាមួយនឹងភាគីដើមម្ដងគឺអាជ្ញាធរឃុំនិងតំណាងសហគមន៍ព្រៃឈើប៉ុន្តែកាលនោះភាគីដើមបណ្ដឹងមិនទាន់បានដកពាក្យបណ្ដឹងពីតុលាការនោះទេមន្ត្រីគណៈបកភ្លើងទៀនខេត្តកំពង់ស្ពឺលោកទីប៊ុនថេងបានឲ្យដឹងទៀតថាពេលនេះលោកជាមួយនឹងក្រុមគ្រួសាររបស់ជំទប់ទី2គណៈបកភ្លើងទៀនដែលរងការចោទប្រកាន់កំពុងតាក់ទងភាគីដើមបណ្ដឹងរកភស្តុតាងទាំងនោះដាក់ជូនទៅតុលាការពិនិត្យបាទបងខ្ញុំកំពុងតែទំនាក់ទំនងទៅខាងប្រធានសហគមន៍ហ្នឹងហើយនឹងលោកមេឃុំដើម្បីឲ្យគាត់ទៅបំភ្លឺនៅតុលាការដើម្បីដកពាក្យបណ្ដឹងថាគាត់បានបញ្ចប់ពីវិវាទបញ្ហារឿងដីធ្លីនឹងហើយតែគ្រាន់ថាតុលាការគេធ្វើទៅតាមនីតិវិធីរបស់ដើមបណ្ដឹងដល់អញ្ចឹងដើមបណ្ដឹងអត់ទៅដកដល់អញ្ចឹងរឿងវាបានមកជាប់ដល់ថ្ងៃហ្នឹងបងវិធានការរបស់តុលាការពេលនេះហាក់ផ្ទុយពីប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលស្នើទៅសមត្ថកិច្ចនិងតុលាការថាគួរកុំប្រញាប់ប្រញាល់ចាប់ខ្លួនប្រជាពលរដ្ឋលឿនពេកដោយត្រូវពិនិត្យលើករណីនោះឲ្យបានដិតដល់ជាមុនសិនអ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត Confrel លោកកនស្វាងស្នើឲ្យតុលាការគួរមានការស៊ើបអង្កេតលើបញ្ហានេះដោយឈរលើមូលដ្ឋានច្បាប់និងភស្តុតាងចឹងសម្រាប់ខ្ញុំនៅតែយល់ឃើញថាវាជាឆន្ទៈនិស្សិតផុសតុលាការទេប៉ុន្តែជាយ៉ាងណាក៏ដោយគឺថាសូមឲ្យពិនិត្យមើលករណីធ្វើម៉េចកុំឲ្យវាយកបញ្ហារឿងនយោបាយយកមកប៉ះពាល់ពីព្រោះយើងឃើញថាសកម្មជនគណៈបកនយោបាយនឹងជាគណៈបកដែលនឹងកើតថាបានគឺថាវាមានការច្រើនណាស់ដែលហៅបាទករណីហៅនេះយកទៅតាមផ្លូវតុលាការទោះបីថារឿងនឹងយូរណាស់ហើយគឺថាពេលចិត្តបោះឆ្នោតម្ដងតែងតែយកចោទប្រកាន់ឯជាដើមអញ្ចឹង
ទោះយ៉ាងណាមន្ត្រីសង្គមស៊ីវិលរូបនេះសង្កេតឃើញថាសកម្មជននយោបាយដែលមកពីគណៈបកប្រឆាំងតែងតែរងគ្រោះជាញឹកញាប់ដោយប្រព័ន្ធតុលាការតាក់ទងនឹងរឿងនេះអនុប្រធាននិងជាអ្នកនាំពាក្យគណៈបកភ្លើងទៀនលោកថៃសេដ្ឋាបារម្ភថាការចាប់ខ្លួននិងចោទប្រកាន់លើមន្ត្រីមូលដ្ឋានមកពីគណៈបកភ្លើងទៀននាពេលនេះហាក់ជាការគំរាមកំហែងដល់គណៈបកភ្លើងទៀនលោកថៃសេដ្ឋាចង់ឃើញមានបរិយាកាសនយោបាយល្អមុនការបោះឆ្នោតទើបលទ្ធផលការបោះឆ្នោតថ្នាក់ជាតិឆ្នាំ2023នេះអាចឲ្យគ្រប់ភាគីទទួលយកបានទាំងអស់គ្នាទង្វើបែបនេះយើងមើលឃើញថាហាក់ដូចជាការចាប់ផ្ដើមនៃការគម្រាមកំហែងផ្នែកនយោបាយមកលើគណៈបកភ្លើងទៀនទៀតហើយដូច្នេះខ្ញុំយល់ថាការចាប់ចងឬក៏បដិការអីក្នុងកលតិស័កនេះវាមិនជាការត្រឹមត្រូវទេហើយក៏វាមិនបានធ្វើឲ្យបរិយាកាសនយោបាយមុនការបោះឆ្នោតនឹងជាការល្អប្រសើរដែរមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ2023នេះសហគមន៍អន្តរជាតិបានទាមទារទៅរដ្ឋាភិបាលលោកហ៊ុនសែនឲ្យបើកលំហសិទ្ធិមនុស្សនិងសិទ្ធិនយោបាយឲ្យបានល្អប្រសើរចំណែកអង្គការសង្គមស៊ីវិលចំនួន33ស្ថាប័នកាលពីចុងឆ្នាំ2022បានចេញសេចក្តីថ្លែងការណ៍រកឃើញថាកងកម្លាំងប្រដាប់អាវុធនិងមន្ត្រីតុលាការដែលជាមន្ត្រីរបស់គណៈបកនយោបាយពួកគេបានយកមុខងារឬតួនាទីរបស់ខ្លួនក្នុងស្ថាប័នរដ្ឋធ្វើទុកបុកម្នេញលើគណៈបកដៃគូប្រកួតប្រជែងរបស់ខ្លួនទាំងមុនពេលបោះឆ្នោតនិងអំឡុងពេលបោះឆ្នោតនិងក្រោយពេលបោះឆ្នោតខ្ញុំបាទសេកបណ្ឌិតវិទ្យុអាស៊ីសេរីពីរដ្ឋធានីវ៉ាស៊ីនតោនអាស៊ីសេរីបាទលោកនាងជាទីមេត្រីអតីតអ្នកជំនួញនិងជាអ្នកជំនាញសេដ្ឋកិច្ចដ៏ល្បីឈ្មោះមួយរូបបានហក់ចូលធ្វើនយោបាយជាមួយគណៈបកប្រឆាំងកាលពីពេលថ្មីៗនេះលោកបណ្ឌិតសុកហាជបានហក់ចូលធ្វើនយោបាយជាមួយគណៈបកភ្លើងទៀននេះគឺនៅស្របពេលស្ថានភាពនយោបាយកំពុងតែរឹតបន្តឹងសិទ្ធិសេរីភាពនៅឡើយទោះបីជាយ៉ាងនេះក្តីលោកបណ្ឌិតសុកហាជមានសុទិដ្ឋិនិយមថាគណៈបកភ្លើងទៀនអាចនឹងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតនៅពេលខាងមុខនៅទន្ទឹមគ្នានេះលោកបណ្ឌិតសុកហាជក៏ព្រួយបារម្ភខ្លះដែរខ្លាចលោកនាយករដ្ឋមន្ត្រីហ៊ុនសែនធ្វើទុកបុកម្នេញលើគណៈបកភ្លើងទៀនក៏ប៉ុន្តែលោកមានជំនឿថាលោកហ៊ុនសែននឹងមិនធ្វើបាបគណៈបកភ្លើងទៀនដោយធ្វើបាបគណៈបកសង្គ្រោះជាតិទៀតទេពីព្រោះថាលោកហ៊ុនសែនឥឡូវនេះប្រៀបបានទៅនឹងពស់ដែលកំពុងតែសក់ដូចនេះដែរបាទលោកអ្នកនាងនឹងបានស្ដាប់បទសម្ភាសន៍អំពីរឿងនេះនៅពេលបន្តិចទៀតនេះបាទលោកអ្នកនាងជាទីមេត្រីវេទិកាប្រជាពលរដ្ឋដែលមានទីតាំងនៅសហរដ្ឋអាមេរិកអំពាវនាវដល់លោកហ៊ុនសែនឲ្យដោះលែងអ្នកទោសមនសិការទាំងអស់ឲ្យមានសេរីភាពវិញដើម្បីផ្សះផ្សាជាតិនៅថ្ងៃរំលឹកខួបជ័យជំនះ7មករាមន្ត្រីអង្គការសង្គមស៊ីវិលគាំទ្រចំពោះការអំពាវនាវនេះនិងស្នើសុំឲ្យរដ្ឋាភិបាលធានាឲ្យមានការបោះឆ្នោតដោយត្រឹមត្រូវនិងសេរីយុត្តិធម៌ក្នុងឆ្នាំ2023នេះដើម្បីលើកកម្ពស់មុខមាត់រដ្ឋាភិបាលកម្ពុជាឡើងវិញបាទអ្នកស្រីម៉ៅសុធានីរាយការណ៍អំពីរឿងនេះវេទិកាបរដ្ឋអំពីនីវឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដោះលែងសកម្មជនមនសិការទាំងអស់និងផ្សះផ្សាជាតិដើម្បីបញ្ជាក់ថាលោកហ៊ុនសែនពឹងប្រទេសវៀតណាមផ្ដួលរំលំរបបប៉ុលពតគឺពិតជាមានចេតនាចង់ជួយប្រជាពលរដ្ឋពិតប្រាកដប្រធានវេទិកាបរដ្ឋលោកកឹមសុខបានរំលឹកដល់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនថាថ្នាក់ដឹកនាំជាតិគឺជាអ្នកបម្រើប្រជាពលរដ្ឋដូចនេះលោកហ៊ុនសែនត្រូវមានការភ្ញាក់រលឹកងាកមកផ្លូវផ្សះផ្សាជាតិវិញដើម្បីបន្សល់កេរ្តិ៍ឈ្មោះល្អនៅក្នុងប្រវត្តិសាស្ត្រជុំវិញរឿងនេះអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានប្រាប់បច្ចុប្បន្នសិស្រីថារដ្ឋាភិបាលមិនចាំបាច់មានការផ្សះផ្សាជាតិដើម្បីមានកេរ្តិ៍ឈ្មោះល្អនៅក្នុងប្រវត្តិសាស្ត្រនោះឡើយពីព្រោះថាការដឹកនាំរបស់លោកហ៊ុនសែនមានការអភិវឌ្ឍប្រកបដោយសន្តិភាពរួចទៅហើយលោកបន្ថែមថាការលើកលែងទោសឲ្យបុគ្គលណាម្នាក់គឺលុះត្រាតែបុគ្គលនោះត្រូវបានកាត់ទោសពីស្ថាប័នតុលាការរួចហើយតែប៉ុណ្ណោះវាមិនមែនជាការដោះលែងមានឈ្មោះល្អទេព្រោះសម្ដេចក៏ដូចជាគណៈបកប្រជាជនកម្ពុជាមានឈ្មោះល្អតាំងពី79មកអញ្ចឹងខ្ញុំយល់ថាគួរទុកឲ្យរាជរដ្ឋាភិបាលលោកធ្វើតាមគោលការណ៍របស់រាជរដ្ឋាភិបាលទៅ
ផ្ទុយពីការលើកឡើងនេះប្រធានសមាគមការពារសិទ្ធិមនុស្សអាត6លោកនីសុខាគាំទ្រចំពោះការអំពាវនាវនេះដើម្បីផ្សះផ្សារវាងអ្នកនយោបាយខ្មែរនិងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យលោកបន្ថែមថារដ្ឋាភិបាលក៏ត្រូវលើកកម្ពស់ការគោរពសិទ្ធិមនុស្សតាមរយៈការបញ្ឈប់ការគំរាមកំហែងលើសកម្មជននយោបាយដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាលនិងសកម្មជនការងារសង្គមផ្សេងៗទៀតដើម្បីទទួលបានការអនុគ្រោះពន្ធពីបណ្ដាប្រទេសប្រជាធិបតេយ្យលោកនីសុខាបន្ថែមថារដ្ឋាភិបាលក៏ត្រូវតែធានាឲ្យមានការបោះឆ្នោតសកលនៅឆ្នាំ2023នេះប្រកបដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ដើម្បីលើកកម្ពស់មុខមាត់របស់រដ្ឋាភិបាលនៅលើឆាកអន្តរជាតិឡើងវិញដែរការអំពាវនាវហ្នឹងគឺមិនមែនជារឿងអីដែលខុសគ្នាអំពីគំនិតដែលខាងអង្គការសង្គមស៊ីវិលយើងធ្លាប់បានស្នើទៅរដ្ឋាភិបាលទេពីព្រោះអ្នកដែលត្រូវបានគេចាប់ខ្លួនទាំងអស់ហ្នឹងគឺមិនមែនជារឿងនៃការអនុវត្តច្បាប់ទេគឺជារឿងវាបង្កឡើងអំពីហេតុផលនៃចំនួននយោបាយដូច្នេះប្រទេសកម្ពុជាយើងគឺជាប្រទេសដែលប្រកាន់នៅប្រជាធិបតេយ្យសេរីពហុបកដូច្នេះការមានទស្សនៈប្រឆាំងការមានទស្សនៈផ្ទុយមិនមែនជាអំពើខុសច្បាប់ទេអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានប្រាប់វិទ្យុស៊ីស្រីថាការប្រារព្ធទិវាជ័យជំនះ7មករានេះក៏នឹងមានវត្តមានលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងសមាជិកគណៈបករាប់ម៉ឺននាក់ចូលរួមដើម្បីរំលឹកគុណដល់គណៈបកប្រជាជនកម្ពុជានិងប្រទេសវៀតណាមដែលបានជួយប្រជាពលរដ្ឋកម្ពុជាពីរបបប្រល័យពូជសាសន៍ទោះយ៉ាងណាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយយល់ថាវៀតណាមចង់គ្រប់គ្រងកម្ពុជាទៅវិញទេពីព្រោះនៅពេលដែលកងទ័ពវៀតណាមបានចូលមករំដោះកម្ពុជារួចហើយពួកគេមិនដកទ័ពទៅវិញនោះឡើយរហូតដល់មានការព្រមានពីសហគមន៍អន្តរជាតិទើបវៀតណាមយល់ព្រមដកទ័ពចេញពីកម្ពុជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយរូបនេះថាបើវៀតណាមពិតជាលើកទ័ពមកជួយកម្ពុជាមែននោះមិនមែនវៀតណាមចាប់មេដឹកនាំតស៊ូខ្មែរគឺលោកប៉ែនសុវណ្ណយកទៅដាក់ឃុំនៅប្រទេសវៀតណាមនោះឡើយគិតមកដល់ថ្ងៃនេះសកម្មជននយោបាយដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាលសកម្មជនការងារសង្គមនិងបរិស្ថានជាង60នាក់ហើយកំពុងជាប់ឃុំដោយអយុត្តិធម៌ក្រុមអ្នកវិភាគនយោបាយតែងតែលើកឡើងថាប៉ះសិនបលោកហ៊ុនសែននៅតែមិនបើកលំហប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅមុនការបោះឆ្នោតក្នុងឆ្នាំ2023នេះទេនោះប្រជាពលរដ្ឋនឹងកាន់តែប្រឈមបញ្ហាជីវភាពដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមពីបណ្ដាប្រទេសប្រជាធិបតេយ្យហើយរដ្ឋាភិបាលកម្ពុជានឹងកាន់តែបាក់មុខមាត់ថែមទៀតនៅលើឆាកអន្តរជាតិចា៎នាងខ្ញុំម៉ៃសុធានីវិទ្យុអាស៊ីសេរីប្រធានាធិបតី Washingtonបាទលោកនាងជាទីមេត្រីពាក់ព័ន្ធទៅនឹងរឿងវិវាទការងារនៅក្រុមហ៊ុន Casino NagaWorld ឯនេះវិញក្រុមកោតក្រ NagaWorld បន្តធ្វើកោតកម្មកាលពីថ្ងៃទី6ខែមករាម្សិលមិញនៅខាងមុខក្រុមហ៊ុន Casino NagaWorld ដើម្បីស្វែងរកដំណោះស្រាយនិងទាមទារឲ្យដោះលែងតំណាងសហជីពរបស់ពួកគាត់គឺកញ្ញាឈឹមស៊ីធតំណាងកោតក្រម្នាក់គឺកញ្ញាម៉ែនសុធីវឌ្ឍនៈនិយាយថាពួកគាត់ចេញមកទាមទារនេះគឺចង់ឲ្យក្រសួងការងារនិងអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍បញ្ចប់វិវាទការងារមួយនេះនិងទម្លាក់ចោលបទចោទប្រកាន់ដើម្បីឲ្យពួកគាត់ទទួលបានភាពយុត្តិធម៌ឡើងវិញជាមួយគ្នានេះកញ្ញាបន្តរៀបរាប់ទាំងទឹកមុខក្រៀមក្រំថាឆ្នាំ2023នេះគឺត្រូវបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រហេតុដូច្នេះតំណាងរាស្ត្រគួរតែយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះពីព្រោះពួកគាត់ក៏ជាម្ចាស់ឆ្នោតដែរក្រុមកោតក្រ NagaWorld បានចេញតវ៉ាអស់រយៈពេលជាង1ឆ្នាំមកហើយក៏ប៉ុន្តែពួកគាត់មិនត្រឹមតែមិនទទួលបានដំណោះស្រាយនោះទេថែមទាំងទទួលរងនូវភាពអយុត្តិធម៌ការគំរាមកំហែងការប្រើហិង្សានិងការធ្វើទុកបុកម្នេញពីសំណាក់មន្ត្រីអាជ្ញាធរជាបន្តបន្ទាប់បណ្ដាលឲ្យពួកគាត់រងរបួសនិងមានស្ត្រីម្នាក់រលូតកូនផងដែរក្រុមកោតក្រឲ្យដឹងថាប្រសិនបើអាជ្ញាធរនិងក្រុមហ៊ុនមិនផ្ដល់ដំណោះស្រាយសមរម្យនោះទេពួកគាត់នឹងនៅតែនាំគ្នាចេញតវ៉ាទាមទាររហូតទាល់តែមានដំណោះស្រាយបើទោះបីជាជួបឧបសគ្គយ៉ាងណាក៏ដោយលោកអ្នកនាងជាទីមេត្រីដំណើរគ្នានឹងស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីនៅតាមបណ្ដាញសង្គម Facebook និង YouTube លោកអ្នកនាងក៏អាចស្ដាប់ការផ្សាយរបស់យើងតាមវិទ្យុរលកធាតុអាកាសខ្លីបានដែរពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះតាមរយៈប៉ុស SW 9.39 MHz ស្មើនឹងកម្ពស់ 32m
និងប៉ុស SW 11.85 MHz ស្មើនឹងកម្ពស់ 25m ពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះតាមរយៈប៉ុស SW 9.39 MHz ស្មើនឹងកម្ពស់ 32m ប៉ុស SW 11.88 MHz ស្មើនឹងកម្ពស់ 25m និងប៉ុស SW 15.15 MHz ស្មើនឹងកម្ពស់ 20m បាទសូមអរគុណលោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់ Vuthu Azizi Serai ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកមន្ត្រីគណៈបកប្រឆាំងនិងមន្ត្រីអង្គការសង្គមស៊ីវិលផ្នែកប្រឆាំងអំពើពុករលួយលើកឡើងថាការប្រកាសទ្រព្យសម្បត្តិរបស់មន្ត្រីរាជការជាពិសេសមន្ត្រីកម្ពុជារបស់រដ្ឋាភិបាលនៅតែមិនអាចបង្ហាញពីភាពស្អាតស្អំនិងមិនអាចកាត់បន្ថយអំពើពុករលួយបាននៅឡើយទេពួកគេលើកឡើងដូចនេះនៅស្របពេលដែលអង្គភាពប្រឆាំងអំពើពុករលួយកំពុងទទួលឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់មន្ត្រីរាជការតាមរបប2ឆ្នាំសម្រាប់ឆ្នាំ2023នេះបាទនេះជាសេចក្តីរាយការណ៍របស់លោកថាថៃមន្ត្រីជាន់ខ្ពស់គណៈបកប្រឆាំងនិងមន្ត្រីសង្គមស៊ីវិលលើកឡើងថានីតិវិធីរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលគ្រាន់តែតម្រូវឲ្យមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ប្រកាសទ្រព្យសម្បត្តិដោយសម្ងាត់ក្នុងស្រោមសម្បត្តិបិទជិតមិនទាន់គ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនោះទេអនុប្រធានគណៈបកភ្លឹងទៀននិងជាអតីតអនុប្រធានគណៈកម្មាធិការហិរញ្ញវត្ថុរដ្ឋសភាលោកសុនឆៃមានប្រសាសន៍ថាដើម្បីឲ្យការប្រយុទ្ធប្រឆាំងអំពើពុករលួយមានប្រសិទ្ធភាពលុះត្រាតែថ្នាក់ដឹកនាំរដ្ឋាភិបាលប្រកាសទ្រព្យសម្បត្តិដោយបើកចំហជាពិសេសមាននាយករដ្ឋមន្ត្រីឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីនិងរដ្ឋលេខាធិការជាដើមយ៉ាងហើយណាស់ក្នុងចំណោមថ្នាក់ដឹកនាំកម្ពុជាក្នុងរាជរដ្ឋាភិបាលដែលការប្រកាសទ្រព្យសម្បត្តិត្រូវជាការប្រកាសដោយចំហពីព្រមពីពិបាកដល់ការតាមដានអំពីការដែលអ្នកទាំងនេះក្រោយចាក់ចេញពីទូនាទីឬក៏ការតាមដានមួយរយៈកាលនៃការបំពេញតួនាទីរបស់ខ្លួនតើមានការប្រែប្រួលចំពោះទ្រព្យសម្បត្តិប៉ុណ្ណាហើយនឹងគឺថាมันអាចពឹងតែស្ថាប័នឬក៏យន្តការរបស់រដ្ឋាភិបាលនៃអង្គភាពប្រឆាំងពុករលួយតែមួយមុខនោះបានទេនេះជាការដែលខ្ញុំយល់ឃើញថានៅក្នុងប្រទេសមួយចំនួនដែលគេធ្វើមានប្រសិទ្ធភាពគឺគេឲ្យប្រកាសជាចំហបែបនេះបាទអង្គភាពប្រឆាំងអំពើពុករលួយប្រកាសនៅថ្ងៃទី6មករាថាគិតចាប់ពីថ្ងៃទី1ដល់ថ្ងៃទី6ខែមករានាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុលបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុលបានចំនួនជិត 15000 នាក់ស្មើនឹងជាង 65% នៃចំនួនអ្នកត្រូវប្រកាសសរុបជាង 22864 នាក់អ្នកដែលបានប្រកាសទាំងនោះរួមមានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកអូនពាន់មនីរតស្ថាប័នកោជបនិងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលព្រមទាំងខេត្តចំនួន9ដោយឡែកលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងកូនរបស់លោកព្រមទាំងមន្ត្រីនៅក្នុងក្រសួងស្ថាប័នសំខាន់ជាច្រើនទៀតនៅមិនទាន់ប្រកាសទ្រព្យសម្បត្តិនិងបំណុលនៅឡើយទេមាត្រា17នៃច្បាប់ប្រឆាំងអំពើពុករលួយចែងថាមន្ត្រីរាជការស៊ីវិលតាមក្រសួងស្ថាប័នរដ្ឋចាប់ពីប្រធាននាយកដ្ឋានយោធានគរបាលចាប់ពីស័ក្តិ5មន្ត្រីតុលាការនិងអ្នកដែលត្រូវបានតែងតាំងពីការបោះឆ្នោតរួមមានសមាជិកព្រឹទ្ធសភារដ្ឋសភារដ្ឋាភិបាលនិងក្រុមប្រឹក្សាខេត្តក្រុងស្រុកខណ្ឌក្រុមប្រឹក្សាឃុំសង្កាត់ត្រូវជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិនិងបំណុលរៀងរាល់2ឆ្នាំម្ដងនៅក្នុងខែមករាហើយមិនឲ្យហួសថ្ងៃទី31មករាឡើយតាមច្បាប់ប្រឆាំងអំពើពុករលួយការប្រកាសទ្រព្យសម្បត្តិនិងបំណុលនេះធ្វើឡើងដោយសម្ងាត់បិទក្នុងស្រោមសម្បត្តិចំណែកលុយក្នុងធនាគារមិនតម្រូវឲ្យប្រកាសនោះទេទាក់ទងរឿងនេះវិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការឆ្លើយតបពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោកអោមយុនទៀងនិងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោកផៃស៊ីផានបានទេដោយទូរស័ព្ទចូលពុំមានអ្នកទទួលនាយិកានៃអង្គការគណៈកម្មាធិការប្រឆាំងអំពើពុករលួយអ្នកស្រីមុំស៊ីថាស្វាគមន៍ចំពោះការប្រកាសទ្រព្យសម្បត្តិក៏ប៉ុន្តែអ្នកស្រីយល់ថាការប្រកាសជាសម្ងាត់ដោយមិនបង្ហាញជាសាធារណៈបែបនេះស្មើនឹងមិនបានប្រកាសដដែលអ្នកស្រីបន្តថាវិធីនេះគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះក្នុងការប្រឆាំងអំពើពុករលួយដែលកំពុងចាក់ស្រេះជាប្រព័ន្ធនឹងឈានដល់កម្រិតអាសន្ននៅក្នុងប្រទេសកម្ពុជាណាមិនមែនតែអង្គភាពមួយទៅមកប្រឆាំងធ្វើពលរដ្ឋមកប្រទេសបានទេតើតើមានការគ្រប់គ្រងពីបរដ្ឋណាមន្ត្រីរាជការស៊ីវិលទាំងអស់ណាចូលរួមក្នុងការប្រយុទ្ធប្រឆាំងតាបានទៅរួចដល់ព័ត៌មានចូលរួមមិនថាបើលើកបំផាត់គេហៅថាវប្បធម៌ស៊ីសំណូកអីចឹងទៅអត់បានរៀនជំនឿជាក់ចឹងណាឲ្យទៅធ្វើទៅគេមកពុកអលួយក៏ទៅគេណារឿងអីបានតែការប្រឆាំងមិនទៅគេពុកអលួយក៏ទៅគេគឺតែមានការទូលពលាយជារួមដែរណា
កាលពីឆ្នាំ2011លោកហ៊ុនសែនបានប្រកាសទ្រព្យសម្បត្តិជាសម្ងាត់ទៅអង្គភាពប្រឆាំងអំពើពុករលួយដោយលោកចាត់ទុកថាជាផ្នែកមួយនៃការប្រឆាំងអំពើពុករលួយលោកបានបញ្ជាក់នៅពេលនោះទៀតថាលោកមិនមានប្រភពចំណូលអ្វីផ្សេងទៀតនោះទេក្រៅពីប្រាក់បៀវត្សចំនួន4លាន6សែនរៀលឬស្មើប្រមាណ$1,500ក្នុងមួយខែនៅពេលនោះក្រោយមកចាប់ពីខែមករាឆ្នាំ2017ប្រាក់ខែរបស់លោកហ៊ុនសែនបានឡើងដល់10លានរៀលក៏ប៉ុន្តែបង់ពន្ធអស់ចំនួន91,000រៀលនៅសល់តែជាង9លានរៀលឬប្រមាណជាង$2,200រីឯប្រាក់ខែរដ្ឋមន្ត្រីឬទេសរដ្ឋមន្ត្រីឡើងដល់4លាន5សែនរៀលប្រាក់ខែរដ្ឋលេខាធិការឡើង3លាន5សែនរៀលនិងប្រាក់ខែអនុរដ្ឋលេខាធិការឡើងដល់2លាន8សែនរៀលក៏ប៉ុន្តែបើទោះបីជាលោកហ៊ុនសែននិងក្រុមមន្ត្រីរបស់លោកភាគច្រើនចេញពីត្រកូលអ្នកមានជីវភាពសាមញ្ញធម្មតានិងកសាងជីវភាពពីបាតដៃទទេក្រោយដួលរំលំរបបខ្មែរក្រហមហើយមានអាជីពជាមន្ត្រីបម្រើសេវាសាធារណៈពេញមួយជីវិតដោយទទួលបានប្រាក់ខែទាបក្តីក៏ប៉ុន្តែបើពិនិត្យទៅលើទ្រព្យសម្បត្តិនិងជីវភាពរស់នៅរបស់ពួកគេសប្តាហ៍ថ្ងៃនេះវិញខុសគ្នាសឹងមិនគួរឲ្យជឿសប្តាហ៍ថ្ងៃនេះគ្រាន់តែនាឡិកាដៃរបស់លោកហ៊ុនសែនសុទ្ធតែជាប្រភេទល្បីៗមានតម្លៃរាប់លានដុល្លារសូម្បីតែក្បាលខ្សែក្រវ៉ាត់និងសម្លៀកបំពាក់របស់មន្ត្រីទាំងនោះក៏មានតម្លៃចាប់ពីខ្ទង់ពាន់រហូតដល់$10,000ដែរក្រៅពីនេះពួកគេម្នាក់ៗមានភូមិគ្រឹះស្កឹមស្កៃ 2-3 កន្លែងជាមួយគ្នានេះក្រុមមន្ត្រីរដ្ឋាភិបាលនិងខ្សែស្រឡាយមេដឹកនាំធំក៏កំពុងល្បីល្បាញរឿងផ្ញើលុយនៅធនាគារក្រៅប្រទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយជិះលុយទិញសញ្ជាតិបរទេសដូចជាករណីសាច់ញាតិរបស់លោកហ៊ុនសែនក្រុមគ្រួសាររបស់លោកអូនពាន់មនីរតន៍ក្រុមគ្រួសាររបស់លោកជាសុផារ៉ានិងក្រុមគ្រួសាររបស់លោកណេតសាវឿនជាដើមអ្នកស្រីមុំស៊ីថាសង្កេតឃើញថាបើផ្អែកទៅលើប្រាក់ខែឬប្រភពចំណូលរបស់មន្ត្រីក្រាករដ្ឋាភិបាលមិនស៊ីសង្វាក់គ្នាទៅនឹងទ្រព្យសម្បត្តិនិងជីវភាពរស់នៅរបស់ពួកគេនោះទេអំពើពុករលួយណាជាគ្រប់ថ្នាក់វាជាអ្នកបំផ្លាញអាយុជីវិតជាតិnên សូមឲ្យថាទាំងអស់គ្នាចាប់អារម្មណ៍ពីពិសេសគឺអង្គភាពណាដែលមានទូនាទីហើយនឹងថាវិធានទាំងអស់ណាដែលកំចាត់ណាចូលរួមបំផុសបំផុលឲ្យខ្លាំងជាងហ្នឹងណាដើម្បីឲ្យមានថាមហាជនប្រជាជនចូលរួមណាក៏គេមកណាច្បាប់បើអនុវត្តឲ្យមានប្រសិទ្ធភាពទៅឲ្យមានស្តង់ដារតែមួយក្រោមដំបូលរាជរដ្ឋាភិបាលមួយគឺយើងឲ្យមានស្តង់ដារអនុវត្តតែមួយអ្នកខុសត្រូវតែទទួលចំពោះទៅតាមច្បាប់ណាកំណត់របាយការណ៍អង្គការឃ្លាំមើលពិភពលោក Global Witness ផ្សាយកាលពីឆ្នាំ2016បង្ហាញថាត្រកូលរបស់លោកហ៊ុនសែនកំពុងក្តាប់ក្តាប់សេដ្ឋកិច្ចធំរបស់កម្ពុជាដោយអំពើពុករលួយរំលោភអំណាចនិងរំលោភសិទ្ធិមនុស្សដើម្បីការពារអំណាចរបស់លោកហ៊ុនសែនគ្រួសារត្រកូលហ៊ុនបានកាន់កាប់ផ្ទាល់ឬកាន់កាប់ដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើនដែលមានដើមទុនចុះបញ្ជីជាង$200លានសហរដ្ឋអាមេរិកក៏ប៉ុន្តែអង្គការ Global Witness អះអាងថាពួកគេមានភាគហ៊ុនច្រើនជាងនេះក៏ប៉ុន្តែលាក់បាំងព័ត៌មានប្រទេសកម្ពុជានៅតែបន្តជាប់ចំណាត់ថ្នាក់អាក្រក់ជាងប្រទេសនានាក្នុងតំបន់និងនៅលើពិភពលោកខាងប្រព្រឹត្តអំពើពុករលួយអង្គការដំណាភិបបានបង្ហាញសន្ទុះនៃការវិយតម្លៃពីអំពើពុករលួយឆ្នាំ2021ថាកម្ពុជាជាប់ចំណាត់ថ្នាក់157ក្នុងចំណោមប្រទេសនិងដែនដីសរុបចំនួន180អ្នកខ្លមើលយល់ថាប្រសិនបើអង្គភាពប្រឆាំងអំពើពុករលួយមានឆន្ទៈប្រយុទ្ធប្រឆាំងអំពើពុករលួយពិតប្រាកដមែននោះបើទោះបីជាពួកគេដាក់បិទភ្នែកក៏អាចចាប់អ្នកប្រព្រឹត្តអំពើពុករលួយបានដែរខ្ញុំថាថៃពីទីក្រុងមែលប៊នបាទលោកអ្នកនាងជាទីមេត្រីជុំវិញរឿងសិទ្ធិមនុស្សឯនេះវិញគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលរកឃើញថាពិតជាមានអ្នកជាប់ឃុំស្លាប់នៅក្នុងមណ្ឌលសង្គមគិច្ចព្រៃស្ពឺប្រកាសមែនអង្គភាពមួយនេះបានជំរុញឲ្យមានការកែលម្អកន្លែងនេះឡើងវិញដើម្បីឲ្យក្លាយជាកន្លែងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ជនគ្មានទីពឹងក៏ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សរិះគន់ថាការកែលម្អមណ្ឌលព្រៃស្ពឺមិនមែនជាជម្រើសល្អនោះទេពីព្រោះជាច្រើនឆ្នាំមកនេះក្រសួងសង្គមគិច្ចមិនបានដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនៅទីនោះបាននោះឡើយបាទលោកនៅវណ្ណរិនរាយការណ៍ព័ត៌មាននេះជូនលោកអ្នកនាងគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលរកឃើញថានៅមណ្ឌលសង្គមគិច្ចព្រៃស្ពឺខ្វះខាតធនធានមនុស្សសម្រាប់គ្រប់គ្រងនិងបណ្ដុះបណ្ដាលអ្នកជាប់ឃុំចំណែកថវិកាទ្រទ្រង់ក៏មិនអាចផ្គត់ផ្គង់មណ្ឌលនេះឲ្យបានគ្រប់គ្រាន់ដែរអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោកកតាអនឲ្យដឹងថាក្រោយពេលក្រុមជំនាញរបស់លោកចុះអង្កេតនៅមណ្ឌលសង្គមគិច្ចព្រៃស្ពឺរួចហើយគឺទាមទារឲ្យមានការពង្រឹងសមត្ថភាពនៃការព្យាបាលជំងឺនិងការបញ្ជូនអ្នកជាប់ឃុំទៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលាជាដើមទោះយ៉ាងណាក្តីលោកកតាអនបដិសេធបង្ហាញព័ត៌មានលម្អិតពីការរកឃើញរបស់ខ្លួននាពេលនេះអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលរូបនេះ
ក៏គាំទ្រវិធានការរបស់ក្រសួងសង្គមគិច្ចដែលប្រកាសឲ្យកែលម្អលក្ខខណ្ឌនៃការរស់នៅការកែលម្អសេវាសុខភាពនិងការគ្រប់គ្រងមជ្ឈមណ្ឌលសង្គមគិច្ចព្រៃស្ពឺនេះដែរបើទោះជាមន្ត្រីរដ្ឋាភិបាលរកឃើញពីភាពអសកម្មនៅមណ្ឌលសង្គមគិច្ចព្រៃស្ពឺបែបនេះក្តីក៏ប៉ុន្តែលោកកតាអនបន្តថ្លែងការពីថាមណ្ឌលព្រៃស្ពឺនេះគ្មានការរំលោភសិទ្ធិមនុស្សដោយការរកឃើញរបស់អង្គការសិទ្ធិមនុស្សលីកាដូនោះឡើយយើងខ្ញុំរកពុំឃើញករណីណាមួយដែលជាការរំលោភសិទ្ធិមនុស្សនៅទីនោះទេពីព្រោះយើងដឹងថាការរំលោភសិទ្ធិមនុស្សយើងទៅមាននយោបាយច្បាស់លាស់អញ្ចឹងការដែលមានអ្នកជំងឺការដែលមានការស្លាប់បន្លំមកនេះគឺមិនមែនជាការរំលោភសិទ្ធិមនុស្សទេគឺជាការប្រឹងប្រែងរបស់មន្ត្រីបុគ្គលិកទីនោះទាំងមន្ត្រីសង្គមគិច្ចទាំងមន្ត្រីសុខាភិបាលគឺគាត់ប្រឹងប្រែងក្នុងការទទួលខុសត្រូវបញ្ហានេះណាប៉ុន្តែការធានាជីវិតមនុស្សវាអាស្រ័យទៅលើសុខភាពជំងឺរបស់មនុស្សការរកឃើញរបស់គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលពេលនេះក៏មិនខុសពីការរកឃើញរបស់ក្រសួងសង្គមគិច្ចអតីតយុវជននិងយុវនីតិសម្បទាកាលពីពេលថ្មីនេះដែរដែលក្រសួងបានរកឃើញថាករណីអ្នកជាប់ឃុំស្លាប់និងបញ្ហាគ្រប់គ្រងនៅក្នុងមណ្ឌលសង្គមគិច្ចព្រៃស្ពឺនេះគឺមិនត្រឹមត្រូវដែលទាមទារឲ្យមានការកែលម្អមណ្ឌលព្រៃស្ពឺនេះឡើងវិញទោះជាយ៉ាងនេះក្តីនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការសិទ្ធិមនុស្សលីកាដូលោកអំសំអាតលើកឡើងថាពេលនេះមិនមែនជាលើកទី1ទេដែលក្រសួងសង្គមគិច្ចបង្ហាញការបដិញ្ញាចិត្តកែលម្អមណ្ឌលសង្គមគិច្ចព្រៃស្ពឺដែលជាកន្លែងពោពេញទៅដោយការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរលោកអំសំអាតរំលឹកថាកាលពីឆ្នាំ2016ក៏ធ្លាប់មានការរកឃើញពីភាពចម្រូងចម្រាសនៃការរំលោភសិទ្ធិមនុស្សនៅមណ្ឌលសង្គមគិច្ចព្រៃស្ពឺរហូតលោកនាយករដ្ឋមន្ត្រីហ៊ុនសែនព្រមមានបិទមណ្ឌលសង្គមគិច្ចមួយនេះលោកអំសំអាតយល់ថាវាគួរដល់ពេលដែលរដ្ឋាភិបាលសម្រេចបិទមណ្ឌលសង្គមគិច្ចដើម្បីបញ្ចប់ការរំលោភសិទ្ធិមនុស្សនៅទីនោះវាគួរតែបិទមណ្ឌលនឹងទៅកុំឲ្យវាคล้ายទៅជារឿងមណ្ឌលមួយដែលគេចាប់ប្រកាន់ពីការរំលោភសិទ្ធិមនុស្សវានាំឲ្យប៉ះពាល់ទៅដល់មុខមាត់រដ្ឋាភិបាលឬក៏អាជ្ញាធរអ្វីដែលសំខាន់ហ្នឹងគឺវាមានក្រៅតែអំពីការស្លាប់ហ្នឹងវាមានរឿងរំលោភសិទ្ធិមនុស្សច្រើនទៀតនៅក្នុងមណ្ឌលហ្នឹងទោះជាមន្ត្រីសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលគួរបិទមណ្ឌលព្រៃស្ពឺនេះក្តីក៏ប៉ុន្តែគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលនិងក្រសួងសង្គមគិច្ចអតីតយុវជននិងយុវនីតិសម្បទានៅតែរក្សាជំហរមិនបិទមណ្ឌលសង្គមគិច្ចនេះទេមណ្ឌលសង្គមគិច្ចព្រៃស្ពឺមានទីតាំងនៅក្នុងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញគឺជាកន្លែងដែលអាជ្ញាធរចាប់ឃុំឃាំងមនុស្សចាស់និងកុមារដែលរស់នៅតាមចិញ្ចើមថ្នល់អ្នកគ្មានទីជម្រកអ្នកប្រើប្រាស់គ្រឿងញៀនស្ត្រីរកស៊ីផ្លូវភេទនិងជនវិកលចរិតជាដើមដើម្បីយកទៅអប់រំកែប្រែនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសប្តាហ៍ថ្ងៃនេះអាជ្ញាធរបានឃុំឃាំងជនគ្មានទីពឹងទាំងនោះជាង400នាក់អង្គការសិទ្ធិមនុស្សរិះគន់ថាមណ្ឌលសង្គមគិច្ចមួយនេះមិនបានបំពេញតួនាទីជាកន្លែងផ្ដល់ជំនាញវិជ្ជាជីវៈដល់អ្នកជាប់ឃុំគ្មានទីពឹងទាំងនោះទេប៉ុន្តែវាជាកន្លែងរំលោភសិទ្ធិមនុស្សដោយអ្នកជាប់ឃុំឃាំងនៅទីនោះរងការវាយដំខ្វះអាហារទទួលទាននិងខ្វះការថែរក្សាសុខភាពរហូតធ្វើឲ្យមានអ្នកជាប់ឃុំខ្លះស្លាប់និងធ្វើអត្តឃាតជាដើមគិតមកដល់ពេលនេះមានអ្នកជាប់ឃុំចំនួន12អ្នកហើយបានស្លាប់នៅទីនោះព្រោះខ្វះការថែទាំនិងព្យាបាលអ្នកខ្លះត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើឥដ្ឋការ៉ូជាដើមខ្ញុំបាទនៅវណ្ណរិន វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washingtonលោកអ្នកនាងជាទីមេត្រីនៅក្នុងឱកាសនេះដែរខ្ញុំបាទសូមថ្លែងអំណរគុណដល់លោកអ្នកនាងកញ្ញាទាំងអស់ដែលតែងតែមានភក្ដីភាពចំពោះការផ្សាយរបស់យើងហើយចាត់ទុកការស្ដាប់វិទ្យុអាស៊ីសេរីគឺជាផ្នែកមួយនៃសកម្មភាពប្រចាំថ្ងៃរបស់លោកអ្នកនាងគឺការគាំទ្ររបស់លោកអ្នកនាងនេះហើយដែលធ្វើឲ្យយើងខ្ញុំមានទឹកចិត្តកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងការស្វែងរកនិងផ្តល់ព័ត៌មានជូនលោកអ្នកនាងមានអ្នកស្ដាប់អ្នកទស្សនាកាន់តែច្រើនកាន់តែធ្វើឲ្យយើងខ្ញុំមានភាពស្វាហាប់មោះមុតជាបន្តទៅទៀតយើងខ្ញុំសូមអរគុណទុកជាមុនហើយសូមអញ្ជើញលោកអ្នកនាងកញ្ញាទាំងអស់ចូលរួមជំរុញឲ្យសកម្មភាពផ្តល់ព័ត៌មានយើងនេះកាន់តែជោគជ័យបន្ថែមទៀតលោកអ្នកនាងអាចជួយយើងខ្ញុំបានដោយគ្រាន់តែចុចចែករំលែកឬមួយក៏ share ការផ្សាយរបស់យើងនៅលើបណ្ដាញសង្គម Facebook និង YouTube
ទៅកាន់មិត្តភ័ក្តិដើម្បីឲ្យការផ្សាយរបស់យើងបានទៅដល់មនុស្សកាន់តែច្រើនបាទសូមអរគុណលោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់ Vuthu Azizi Serai ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិករដ្ឋបាលខេត្តកណ្ដាលជួបណែនាំម្ចាស់អាជីវកម្មទូកដរទាំងអស់ដែលកំពុងធ្វើអាជីវកម្មនៅក្នុងខេត្តកណ្ដាលឲ្យយល់ដឹងអំពីស្តង់ដារអាជីវកម្មទូកដរដើម្បីជៀសវាងមានហានិភ័យទៅដល់អ្នកធ្វើដំណើរតទៅទៀតជំនួបរវាងម្ចាស់អាជីវកម្មទូកដរនិងរដ្ឋបាលខេត្តកណ្ដាលនេះធ្វើឡើងកាលពីថ្ងៃទី5ខែមករានៅក្នុងសាលប្រជុំនៃសាលាខេត្តកណ្ដាលរដ្ឋបាលខេត្តកណ្ដាលបានដាក់ចេញនូវគោលការណ៍តឹងរឹងឲ្យម្ចាស់អាជីវកម្មទាំងអស់ត្រូវតែគោរពលក្ខខណ្ឌបើពុំនោះទេក្នុងករណីមានហេតុការណ៍បង្កឲ្យមានមនុស្សស្លាប់ទៀតនោះនឹងត្រូវរងបណ្ដឹងអាជ្ញាហើយសងសំណងទៅដល់ជនរងគ្រោះផងដែរលើសពីនេះអាជីវកម្មនឹងត្រូវបិទភ្លាមបើមិនគោរពទៅតាមគោលការណ៍ណែនាំនេះការចេញគោលការណ៍ណែនាំរបស់អាជ្ញាធរនេះគឺក្រោយពេលដែលមានសោកនាដកម្មលិចទូកបណ្ដាលឲ្យសិស្សសាលាចំនួន11នាក់បានស្លាប់កាលពីថ្ងៃទី13ខែតុលាឆ្នាំ2022នៅភូមិកោះចម្រើនឃុំកំពង់ភ្នំស្រុកលើកដែកខេត្តកណ្ដាលបាទលោកអ្នកនាងជាទីមេត្រីពាក់ព័ន្ធទៅនឹងរឿងគ្រឿងញៀនឯនេះវិញអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដកហូតគ្រឿងញៀនជាង14តោននិងឃាត់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀនជាង 14,000 នាក់នៅក្នុងនោះមានជនបរទេសចំនួនជាង200នាក់មាន9សញ្ជាតិកាលពីក្នុងឆ្នាំ2022ចំនួននេះបើប្រៀបធៀបនឹងឆ្នាំ2021គឺមានការកើនឡើងខ្លាំងដោយសារតែឆ្នាំ2021អាជ្ញាធរបង្ក្រាបបានតែចំនួនជាង4តោននិងឃាត់ខ្លួនមនុស្សជាង 10,000 នាក់ស្ថានភាពនៃការជួញដូរគ្រឿងញៀននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺមានសភាពកាន់តែធ្ងន់ធ្ងរដោយសារតែជនល្មើសហ៊ានបើករោងចក្រផលិតនិងចែកចាយគ្រឿងញៀននៅក្នុងប្រទេសកម្ពុជាតែម្ដងហើយជនល្មើសមួយចំនួនមានកាំភ្លើងកាន់នៅក្នុងដៃទៀតផងកាលពីសប្តាហ៍មុននេះជនល្មើសបានបាញ់សមត្ថកិច្ចម្នាក់ស្លាប់នៅក្នុងពេលចុះបង្ក្រាបគ្រឿងញៀននៅក្នុងខណ្ឌដង្កោរាជធានីភ្នំពេញជុំវិញរឿងនេះនាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សហៅកាត់ថាច្រាក់លោករស់សុថាមានប្រសាសន៍ថាលោកព្រួយបារម្ភអំពីចំនួនគ្រឿងញៀននិងចរាចរណ៍នៅលើទីផ្សារព្រោះនេះជាបរិមាណច្រើនហើយអាចប៉ះពាល់ដល់ប្រជាពលរដ្ឋនិងសង្គមធ្ងន់ធ្ងរលោកស្នើឲ្យរដ្ឋាភិបាលពង្រឹងច្បាប់និងសម្អាតអំពើពុករលួយដើម្បីកាត់បន្ថយការជួញដូរគ្រឿងញៀននេះបទសម្ភាសន៍បាទលោកនាងជាទីមេត្រីអតីតអ្នកជំនួញនិងជាអ្នកជំនាញសេដ្ឋកិច្ចដ៏ល្បីឈ្មោះមួយរូបបានហក់ចូលធ្វើនយោបាយជាមួយគណៈបកប្រឆាំងកាលពីពេលថ្មីនេះលោកបណ្ឌិតសុកហាជបានហក់ចូលធ្វើនយោបាយជាមួយគណៈបកភ្លើងទៀននេះគឺនៅស្របពេលស្ថានភាពនយោបាយកំពុងតែរឹតបន្តឹងសិទ្ធិសេរីភាពនៅឡើយទោះបីជាយ៉ាងនេះក្តីលោកបណ្ឌិតសុកហាជមានសុទិដ្ឋិនិយមថាគណៈបកភ្លើងទៀនអាចនឹងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតនៅពេលខាងមុខនៅទន្ទឹមគ្នានេះលោកបណ្ឌិតសុកហាជក៏ព្រួយបារម្ភខ្លះដែរខ្លាចលោកនាយករដ្ឋមន្ត្រីហ៊ុនសែនធ្វើទុកបុកម្នេញលើគណៈបកភ្លើងទៀនក៏ប៉ុន្តែលោកមានជំនឿថាលោកហ៊ុនសែននឹងមិនធ្វើបាបគណៈបកភ្លើងទៀនដោយធ្វើបាបគណៈបកសង្គ្រោះជាតិទៀតទេពីព្រោះថាលោកហ៊ុនសែនឥឡូវនេះប្រៀបបានទៅនឹងពស់ដែលកំពុងតែសក់ដូចនេះដែរបាទសូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍រឿងនេះរវាងលោកជុនច័ន្ទបុត្រជាមួយនឹងលោកបណ្ឌិតសុកហាជដូចតទៅពេលដែលខ្ញុំបានឮដំបូងការប្រកាសរបស់លោកបណ្ឌិតថាចូលជាមួយនឹងគណៈបកភ្លើងទៀននេះលោកបណ្ឌិតបានសម្ភាសជាមួយនឹងបណ្ដាញផ្សព្វផ្សាយព័ត៌មានមួយចំនួនថាមូលហេតុសំខាន់ហ្នឹងគឺថាមកពីលោកបណ្ឌិតសង្កេតឃើញថាគណៈបកភ្លើងទៀននឹងជាគណៈបកដែលអាចមានសក្តានុពលភាពរហូតទៅអាចឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតទៀតផងដែលអាចនឹងដឹកនាំប្រទេសជាតិតើមានសមិទ្ធកម្មឬមានហេតុផលអ្វីខ្លះដែលធ្វើឲ្យលោកអាចវាយតម្លៃបានថាគណៈបកភ្លើងទៀននេះអាចនឹងមានឱកាសអាចឈ្នះឆ្នោតឈានទៅដល់ដឹកនាំប្រទេសជាតិនោះបាទយើងសង្កេតឃើញថាលទ្ធផលនៃការបោះឆ្នោតខែ5ខែឧសភា
ឆ្នាំទឹកដាច់ទៅនេះតែឃើញលទ្ធផលគឺបានសំរុំខ្ញុំមិនថាវាអស្ចារ្យទេហើយលទ្ធផលអស់នេះគឺវាបង្ហាញថាគណៈបកដែលថាมันនៅក្នុងរដ្ឋាភិបាលជាពិសេសថានិយាយថាអ្នកដែលខ្សែស្រឡាយណាខ្ញុំសពពាក្យខ្សែស្រឡាយមិនត្រូវទេខ្សែស្រឡាយជាមួយគណៈបកសង្គ្រោះជាតិឯនោះគឺថាវាអត់បាត់បង់ទេគឺឬគល់យើងប្រៀបធៀបអញ្ចឹងយើងប្រៀបធៀបហាក់ដូចជាយើងនៅវាលកន្លែងព្រៃមួយកន្លែងចំការមួយនឹងខ្ចប់ជុះមកជុះហ្នឹងគឺថាបាក់មេឃបាក់អីអស់ហើយណាប៉ុន្តែតារឹសរបូតទេអត់របូតទេខ្ញុំជួយការសិក្សាប្រហែលជាសិនមួយឆ្នាំហើយណាបាត់ហ្មងនៅក្នុងហ្នឹងតារឹសគល់នៃអ្នកជាតបតៃខ្ញុំសូមប្រើពាក្យអ្នកជាតបតៃចុះគឺអត់មានបាត់បង់ទេបញ្ហាត្រង់ថាដូចនៅវាលចំការមួយអញ្ចឹងគឺថាវាមានដែរវាប៉ះពាល់ឬខ្លះស្អីខ្លះអញ្ចឹងទៅប៉ុន្តែអាមេឃអីហ្នឹងយើងកន្លែងទៅឃើញថាវាបាក់បាយច្រើនណាស់ដូច្នេះអានេះជាគេថា challenge មួយដែលខ្ញុំថាជាជាងទៅកន្លែងណាមួយដែលវាសក់ស្រួលមកកន្លែងណាមួយឲ្យរៀងពិបាកបន្តិចទៅហើយយើងឃើញថាក្នុងរយៈពេល3ខែយើងស្រោចទឹកយើងស្អីអញ្ចឹងគេថាយើងបាន 20% បានដែរគេថាអ្វីដែលយើងឃើញក្នុងការដុសឬឡើងវិញស្អីឡើងវិញហ្នឹងជាបាន 20% តើបើសិនតែរឹសហ្នឹងបាន 20% ក្នុងរយៈពេលតែ3ខែ4ខែតើឥឡូវនេះចាប់ពីខែឧសភាខែ5ណាទទួលខែ7យើងមានពេល14ខែតើនៅពេលហ្នឹងគឺតើគណៈបកគ្រឿងទៀនអាចធ្វើអ្វីបានពីព្រោះហ្នឹងខ្ញុំចង់ធៀបចេះយើងមើលឃើញថាតួលេខដែលយើងមាននៅឆ្នាំ2013យើងនិយាយថាខ្ញុំថាមានពាក្យខ្សែស្រឡាយហ្នឹងគឺថាគណៈបកសង្គ្រោះជាតិហើយគណៈបកគ្រឿងទៀនណាគណៈបកសង្គ្រោះជាតិត្រូវបានរំលាយហើយយើងមិនអាចយកសង្គ្រោះជាតិហ្នឹងមកប្រើបានទេប៉ុន្តែរដ្ឋាភិបាលក្តីស្អីក្តីរបស់គ្នាហ្នឹងគឺថាអនុញ្ញាតឲ្យគណៈបកគ្រឿងទៀនដំណើរការដូច្នេះយើងត្រូវយកឱកាសហ្នឹងស្រោចទឹកចង្ការយើងនឹងឡើងវិញធ្វើម៉េចឲ្យចង្ការយើងហ្នឹងគឺថាមានដុះលូតលាស់ឡើងហើយនៅក្នុងនេះហើយដែលខ្ញុំឃើញថានៅឆ្នាំ2013អ្នកអភិធិបតេយ្យខ្ញុំសូមប្រើពាក្យហ្នឹងចុះគឺបានជា 43% ខ្ទង់ 43% ប្រព័ន្ធប្រភើនឹងគណៈបកកណ្ដាលដែរណាគាត់មិនបានលើកពី 50% គាត់ក្រោម 50% ដោយ 43% សិនខ្ញុំមិនច្រឡំទេណាដូច្នេះកម្លេចទៅតិចណា4-5% ទេដល់ទៅ2017តែ2017ខេត្តមួយចំនួនខ្ញុំសូមមិននិយាយព្រោះខ្ញុំមិនសូវចាំដែរគឺថាដែលគ្រប់គ្រងនៅមូលដ្ឋានដោយគណៈបកកណ្ដាលក៏ត្រូវបាត់បង់អំណាចដែរណាហើយយើងដឹងហើយដូច្នេះយើងបានខ្ញុំមិនចង់រំលឹករឿងព្រឹត្តិការណ៍នៅខែនៅឆ្នាំ2017ទេយើងវាគណៈបកសង្គ្រោះជាតិត្រូវរំលាយដូច្នេះអញ្ចឹងបានថាអ្វីដែលមានរបស់គណៈបកគ្រឿងទៀនខ្ញុំជឿថាជាគេដំណែលណារបស់គណៈបកសង្គ្រោះជាតិក៏សង្គ្រោះជាតិចេញបានទេណាចេញបានទេប៉ុន្តែនិយាយម្ដងទៀតទៅច្បាប់ទម្លាប់ផ្សេងៗទាំងអស់គឺអនុញ្ញាតឲ្យគ្រឿងទៀនចេញណាបណ្ណាឲ្យយើងអាចថាចេះថាចុះទៅប៉ុន្តែវាដូចតែគ្នាទេក្នុងអារម្មណ៍ខ្ញុំដូច្នេះបើសិនជាយើងយកតួលេខ2013បូកនឹងសន្ទុះ2017ជាទ្រឹស្ដីខ្ញុំនិយាយជាទ្រឹស្ដីព្រោះយើងអនុវត្តអត់បានទេគឺ2018ជាទ្រឹស្ដីគឺគណៈបកសង្គ្រោះជាតិចំណន់នោះនឹងអាចបង្កើតរដ្ឋាភិបាលបានយើងមានហៅថាសម្លេងហ្នឹងគឺលើស 50% ណាធៀបនឹងគឺថាសម្លេងលេខ1យើងនិយាយណាហើយសម្លេងលេខ1នៅស្រុកយើងគឺធ្វើឲ្យយើងហ្នឹងគឺអាចបង្កើតរដ្ឋាភិបាលបានតើគណៈបកគ្រឿងទៀនអាចស្នងរាជគេថាស្នងគេដំណែលនឹងបានអត់ខ្ញុំជឿថាបានប៉ុន្តែត្រូវរៀបចំទុកពេលវេលាខ្លះណាតើពេលវេលាប្រហែលខែទៀតនេះគ្រប់គ្រាន់អត់ដើម្បីឲ្យបង្កើតរដ្ឋាភិបាលបានខ្ញុំមិនប្រកាសទេប៉ុន្តែមិនគេថាមិនថាមិនកើត 100% ទេប៉ុន្តែពិបាកប៉ុន្តែបើត្រឹម 40-50 អីណាខ្ញុំជឿថាទៅបានណាហើយនៅឆ្នាំ2023ខ្ញុំជឿថាបើសិនជាគ្មានបញ្ហាដូចឆ្នាំ2017ឬ18ទេគណៈបកគ្រឿងទៀនបង្កើតរដ្ឋាភិបាលយ៉ាងស្រួល
អរគុណការបកស្រាយរបស់លោកបណ្ឌិតនេះលោកបណ្ឌិតខ្ញុំបានសួរលោកបណ្ឌិតថាតើមានសមត្ថកម្មអីខ្លះមានហេតុផលអីខ្លះដែលលោកបណ្ឌិតគិតថាគណៈបកភ្លើងទៀននេះអាចនឹងមានវាសនាឈ្នះឆ្នោតរហូតដល់ឈានទៅដល់ការដឹកនាំប្រទេសជាតិនេះជាសង្ខេបឡើងវិញលោកបណ្ឌិតបានប្រៀបធៀបថាគណៈបកភ្លើងទៀននេះហាក់ដូចជាដើមឈើមួយដើមដែលមែកធៀងហ្នឹងវាមានការបាក់មានការខ្យល់វាយខ្យល់ព្យុះអីទៅវាបាក់ថែកមែកធៀងអីតិចតួចក៏ប៉ុន្តែឫសគល់ឫសកែវហ្នឹងគឺនៅរឹងមាំដដែលបើត្រូវការពេលវេលាគ្រាន់តែចាក់ទឹកស្រោចទឹកថែរក្សាទៅអាចដុះលូតលាស់ឡើងវិញនេះគឺជាការប្រៀបធៀបទៅនឹងដើមឈើក៏ប៉ុន្តែបើចំពោះតួលេខជាក់ស្ដែងវិញលោកបានសង្កេតឃើញថាមានការកើនឡើងនៃចំនួនអ្នកចូលរួមបោះឆ្នោតជាដើមមកដល់ត្រឹមនេះនៅពេលដែលលោកបណ្ឌិតមើលឃើញថាគណៈបកភ្លើងទៀននេះអាចមានលទ្ធភាពក្នុងការប្រកួតប្រជែងជាមួយគណៈបកប្រជាជនកម្ពុជានឹងប្រធានគណៈបកប្រជាជនកម្ពុជាផ្ទាល់គឺលោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងក៏មើលឃើញសម្ដៀងនឹងដែរហើយលោកក៏បង្ហាញតម្រុយច្រើនណាស់ថាលោកនឹងអាចរំលាយគណៈបកភ្លើងទៀននេះចោលតើលោកមានព្រួយបារម្ភថាអាចនឹងទីបំផុតទៅនៅពេលដែលសក្តានុពលភាពនៃគណៈបកភ្លើងទៀននឹងកាន់តែខ្លាំងទៅហើយទីបំផុតទៅគេលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអាចនឹងបំផ្លាញគណៈបកនេះចោលរំលាយចោលដោយយកលេសថាពាក់ព័ន្ធនឹងមេដឹកនាំដែលមានទោសមានអីនឹងដែរទេខ្ញុំជឿថាលោកបានគិតពីបញ្ហានឹងក៏ប៉ុន្តែបើសិនលោកគិតបញ្ហានឹងហើយលោកនៅតែហក់ចូលមកទៀតនឹងតើមានកត្តាអ្វីខ្លះទៀតដែលធ្វើឲ្យលោកនៅតែមានសេចក្តីទុកចិត្តបែបនេះកត្តាមានពី3ណាបានចង់សូមនិយាយទេអត់ធំមួយពីរបានហើយណាមានច្រើនណាស់កត្តាដែលខ្ញុំចង់និយាយហ្នឹងគឺបងទី1ថាតើព្រួយបារម្ភអត់យើងព្រួយបារម្ភណាខ្ញុំព្រួយបារម្ភណាព្រួយបារម្ភរឿងបញ្ហាហ្នឹងពីព្រោះទម្លាប់ទៅពាក្យបារាំងហ្នឹងគឺសម្ភារសត្វបារាំងបើមានមួយវាច្រើនតែមានពីរណាពីរហ្នឹងវាបញ្ចេញនេះប៉ុន្តែយើងមើលឃើញចេះដែលធ្វើឲ្យខ្ញុំមានភាពគេហៅថាសុខតេនិយមបកកម្មណាសប្ថ្ងៃហាក់ដូចជាពោះមួយដែលខ្លាំងណាកែណាធ្វើអីក៏បានដែរប៉ុន្តែគាត់កំពុងតែសគាត់កំពុងតែទីតំណែងពីខ្លួនគាត់ទៅឲ្យកូនគាត់ទៅឲ្យគ្រួសារគាត់មកជំនួសអានឹងខ្ញុំបើពាក្យពោះសក់ទៅណាហើយដូច្នេះពោះសក់គឺអត់ប្រយ័ត្នយ៉ាងជាងមុនបើសិនជាគាត់ទីតំណែងទៅហើយតំណែងនឹងបានដោយគឺថាអ្វីដែលមិនល្អគឺហាក់ដូចជាគាត់នឹងឲ្យបន្ទុកដ៏ធំមួយដល់កូនចៅគាត់ខ្ញុំជឿថាអ្នកកាន់អំណាចសប្តាហ៍ថ្ងៃគាត់ឆ្លាតគាត់មិនល្ងងទេហើយគាត់មិនធ្វើថាធ្វើម៉េចឲ្យតែលុយប្រមាណឲ្យយើងដាក់រកស៊ីណាចែកតែលុយឲ្យកូនទៅរកស៊ីគឺថាកូនហ្នឹងយកទៅស៊ីខុសទឹកទីអស់ចំពោះបញ្ហានយោបាយនេះជាគេហៅថាគំនិតរបស់ខ្ញុំបាទទេណាត្រឹមមិនដឹងទេគឺប៉ុន្តែខ្ញុំថាដូចគ្នារឿងនយោបាយនេះគឺពិបាកណាស់ដើម្បីផ្ទេរតំណែងមួយទៅអ្នកផ្សេងទៀតគឺថាយើងត្រូវរៀបចំវាមិនមែនតែត្រឹមអំណាចធម្មតាទេសូម្បីតែខ្ញុំផ្នែកសិទ្ធិសេរីភាពទីអ្វីដែលខ្ញុំមាននឹងខ្លួនឲ្យទៅគ្រួសារខ្ញុំដឹកនាំណាជាលក្ខណៈសហគ្រាសហ្នឹងក៏ខ្ញុំត្រូវការពេលវេលា5ទៅ10ឆ្នាំដែរហើយអ្វីដែលខ្ញុំឃើញនៅក្នុងសប្តាហ៍នេះគឺគណៈបកកំណាចគាត់យកពេលវេលាមួយចំនួនទៅធ្វើប៉ុន្តែពេលវេលាហ្នឹងហាក់ដូចជាខ្លីណាខ្ញុំឃើញខ្លីហើយយើងឃើញគាត់មានវិបត្តិផ្ទៃក្នុងច្រើនណាស់មិនមែនតែទួយទេយើងនិយាយមិនក៏បានដែរប៉ុន្តែវាកាប់វាចាស់ដូច្នេះតែក្នុងសភាពការដែលគណៈបកកំណាចគាត់កំពុងតែធ្វើការពីបារាំងខែ transformation ហ្នឹងណាកាប់បំបែកខ្លួនពីពួកគេហៅថាចាស់សម្រាប់ពីអញ្ចឹងទៅពួកក្មេងៗពេលហ្នឹងគឺថាបាត់មានប្រយ័ត្នយ៉ាងហើយដូច្នេះគេគណៈបកគ្រឿងទៀនដែលបាក់បែកផ្ទៃទីដែលកំពុងតែរស់ហ្នឹងឡើងវិញហ្នឹងគឺថាត្រូវឆ្លៀតឱកាសហើយឆ្លៀតឱកាសហ្នឹងមិនមែនបានសក្តីជឿទៅវាយគេទេណាខ្ញុំនិយាយតែកុំឲ្យសោះហើយកុំឲ្យគេយកលេសទៅបាបយើងកុំយើងមានការងារច្រើនណាស់ដើម្បីប្រទេសជាតិយើងហើយដើម្បីឈ្នះតែយើងរវល់តែវាយចុះវាយឡើងណាទីទៀនចុះទីទៀនឡើងខុសរឿងហ្នឹងគឺយើងខាត់ពេលវេលាទេហើយដូច្នេះគឺនេះជាសន្តិភាពនិយមរបស់ខ្ញុំហើយខ្ញុំរុញថាទៅមកឲ្យដាក់និយាយក្នុងក្បាលយើងទៅគណៈបកកម្មាជាគណៈបកដៃគូរបស់យើងដៃគូហ្នឹងគឺមិនមែនដៃគូចុះចូលទេគឺដៃគូពុតផ្សេងបាទអរគុណចំពោះការបកស្រាយនេះលោកបណ្ឌិតសុខហាជ
លោកអ្នកនាងទើបតែបានស្ដាប់បទសម្ភាសន៍របស់លោកជុនច័ន្ទបុតជាមួយនឹងលោកបណ្ឌិតសុកហាជអំពីមូលហេតុដែលលោកហក់ចូលធ្វើនយោបាយជាមួយនឹងគណៈបកភ្លើងទៀនដោយរំពឹងថាគណៈបកនេះនឹងក្លាយជាគណៈបកដឹកនាំរដ្ឋាភិបាលទៅថ្ងៃមុខលោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់ Vuthu Azizi Serai ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកការចូលរួមចំណែកការពារព្រៃឈើនៅកម្ពុជាត្រូវបានគេចាត់ទុកថាជាបេសកកម្មមួយងាយបង្កគ្រោះថ្នាក់ដល់អាយុជីវិតឬក៏ងាយប្រឈមទៅនឹងផ្លូវច្បាប់ក៏ប៉ុន្តែមនុស្សមួយចំនួននៅតែស្ម័គ្រចិត្តហ៊ានយកជីវិតរបស់ពួកគាត់ទៅផ្សារភ្ជាប់ទៅនឹងបេសកកម្មដ៏គ្រោះថ្នាក់មួយនេះដើម្បីការពារព្រៃឈើដែលកំពុងប្រឈមនឹងការកាប់បំផ្លាញបាទនៅក្នុងចំណោមអ្នកហ៊ានយកជីវិតទៅការពារព្រៃឈើនោះមានសកម្មជនការពារព្រៃឈើម្នាក់នៅឯខេត្តកំពង់ធំគឺលោកហ៊ុនសុភីបតើលោកហ៊ុនសុភីបមានប្រវត្តិបែបណានិងបានធ្វើកិច្ចការងារអ្វីខ្លះដើម្បីការពារប្រយោជន៍ព្រៃឈើកម្ពុជានោះបាទសូមលោកអ្នកនាងស្ដាប់សេចក្តីរាយការណ៍ពឹស្ដារអំពីរឿងនេះរបស់លោកលេងម៉ាលីដូចតទៅអ្នកសម្របសម្រួលបណ្ដាញព្រៃឡង់ខេត្តកំពង់ធំលោកហ៊ុនសុភីបបានចូលរួមការពារព្រៃឈើអស់រយៈពេលជាង13ឆ្នាំហើយចាប់តាំងពីលោកធ្លាប់បានចូលរួមល្បាតព្រៃដំបងជាមួយនឹងសកម្មជនព្រៃឈើដ៏លេចធ្លោមួយរូបគឺលោកឈុតវុធីកាលពីឆ្នាំ2006ក្រោយពីលោកឈុតវុធីត្រូវបានឃាតករបាញ់សម្លាប់នៅឆ្នាំ2012លោកហ៊ុនសុភីបនៅតែបន្តចូលរួមសកម្មភាពចុះល្បាតព្រៃឡង់ជាមួយបណ្ដាញសហគមន៍ដដែលដោយមិនភ័យខ្លាចរាល់ការគំរាមកំហែងដល់អាយុជីវិតលោកនោះឡើយអ្នកការពារព្រៃឈើរូបនេះឲ្យដឹងថាជីវិតរបស់លោកបានបូជាដើម្បីការពារធនធានធម្មជាតិដោយឆន្ទៈពិតប្រាកដដើម្បីរក្សានៅព្រៃឈើឲ្យបានគង់វង្សលុបបំបាត់អំពើពុករលួយដែលចេញពីអ្នកមានលុយមានអំណាចនិងការផ្ដល់នូវយុត្តិធម៌ដល់ប្រជាពលរដ្ឋស្លូតត្រង់ដែលកំពុងរងការរំលោភសិទ្ធិសេរីភាពនិងការធ្វើទុកបុកម្នេញជាបន្តបន្ទាប់ចំពោះខ្ញុំផ្ទាល់គឺឆាកជីវិតរបស់ខ្ញុំគឺខ្ញុំបានដាក់ជីវិតខ្ញុំនៅក្នុងការការពារធនធានធម្មជាតិហើយខ្ញុំមិនបោះបង់ចោលទេទោះបីជារឿងមានរឿងប៉ុណ្ណាក៏ដោយទោះបីជាមានរឿងប្រឈមយ៉ាងណាក៏ខ្ញុំមិនបោះបង់ដែរព្រោះការងារខ្ញុំគឺខ្ញុំបានដាក់នៅក្នុងបេះដូងខ្ញុំនៅក្នុងជីវិតខ្ញុំហើយលុះត្រាតែខ្ញុំអស់ជីវិតបានខ្ញុំឈប់ធ្វើការងារការពារព្រៃឈើនេះបើនៅមានជីវិតគឺខ្ញុំនៅតែធ្វើរហូតខ្ញុំអត់បោះបង់ចោលទេអ្នកខ្លំមើលបញ្ហាព្រៃឈើវ័យ45ឆ្នាំរូបនេះបង្ហាញថាព្រៃឈើជាសម្បត្តិរួមរបស់ពលរដ្ឋគេមិនត្រូវកេងប្រវ័ញ្ចដើម្បីផលប្រយោជន៍ក្រុមហ៊ុនឬអ្នកមានអំណាចនោះឡើយលោកថាការរំលោភបំពានការគំរាមកំហែងតាមរូបភាពផ្សេងៗនិងការទិញទឹកចិត្តមិនអាចបញ្ឈប់ឆន្ទៈរបស់លោកក្នុងការការពារធនធានធម្មជាតិបានឡើយកត្តាដែលធ្វើឲ្យខ្ញុំជំរុញទឹកចិត្តខ្លួនឯងឲ្យមានការការពារព្រៃឈើជាពិសេសព្រៃឡង់នោះគឺទីមួយយើងមើលឃើញពីសកម្មភាពនៃការរំលោភសិទ្ធិមនុស្សបានន័យថាអាជ្ញាធរសមត្ថកិច្ចមួយចំនួនគឺមានការរំលោភទៅលើសិទ្ធិប្រជាពលរដ្ឋដែលមានការតវ៉ាដែលមានការការពារធនធានធម្មជាតិនិងសម្បត្តិដល់ខ្លួនឯងខ្លះនោះគឺវាមានការរំលោភសិទ្ធិដោយគ្មានដំណោះស្រាយខ្ញុំឃើញទង្វើបែបនោះឯងបានយើងជំរុញយើងលើកទឹកចិត្តខ្លួនឯងថាត្រូវតែមានការតស៊ូត្រូវតែមានការចងក្រងបន្តទៀតហើយទី2គឺឃើញសកម្មភាពនៃការបាត់បង់ព្រៃឈើបានន័យថាការបាត់បង់ព្រៃឈើនោះគឺវាមានកំណើនកាន់តែកើនខ្លាំងទៅជាធម្មតាលោកហ៊ឿនសុភីបតែងតែដឹកនាំប្រជាសហគមន៍និងបណ្ដាញព្រៃឡង់ចុះល្បាតបង្ក្រាបបទល្មើសព្រៃឈើក្នុងមួយខែមួយលើកទៅ2លើកតាមទិដ្ឋភាពជាក់ស្ដែងដើម្បីទប់ស្កាត់បទល្មើសឈើខុសច្បាប់លោកអះអាងថាការងារចុះល្បាតព្រៃនេះមិនដែលទទួលបានថវិកាឧបត្ថម្ភពីអ្នកណានោះទេប៉ុន្តែកើតចេញពីការស្ម័គ្រចិត្តព្រោះមិនចង់ឃើញព្រៃឈើបាត់បង់ក្រៅពីការចុះល្បាតព្រៃលោកហ៊ុនសុភីបជាញឹកញាប់បានចូលរួមជាមួយអង្គការសង្គមស៊ីវិលក្នុងស្រុករៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសិទ្ធិអំណាចពលរដ្ឋឲ្យពួកគាត់ស្វែងយល់អំពីសារៈសំខាន់នៃការថែរក្សាធនធានធម្មជាតិទាំងនោះបុរសសម្បុរខ្មៅស្រអែមរូបនេះអះអាងថាមិនមែនតែរូបលោកនោះទេដែលរស់នៅក្នុងសម្ពាធនៃការភ័យខ្លាចព្រោះតែការយាយីពីសំណាក់អាជ្ញាធរលោកថាសូម្បីតែអ្នកតស៊ូមតិជាច្រើនកន្លងទៅក៏ត្រូវបានឃាតករសម្លាប់ទាំងអយុត្តិធម៌រួមមានអ្នកវិភាគនយោបាយបណ្ឌិតកែមលីនិងអ្នកការពារព្រៃឈើលោកឈុតវុធីជាដើមបន្ថែមពីនេះលោកថារូបលោកផ្ទាល់
អាជ្ញាធរព្យាយាមហៅទៅផ្តិតមេដាយជាមួយនឹងក្រសួងបរិស្ថានដើម្បីឲ្យឈប់ចុះល្បាតព្រៃឈើជាបន្តបន្ទាប់រូបភាពជាច្រើនដែលយើងបានជួបទីមួយគឺនៅពេលដែលយើងចាប់ម៉ាស៊ីនបានចុះល្បាតទៅអីគឺគេយកកម្លាំងសមត្ថកិច្ចប៉ូលីសមកស្រុកគេទៅពត់យើងជុំវិញគេរកចាប់យើងតែយើងនោះគឺជាក្រុមធ្វើខុសច្បាប់ចាប់ម៉ាស៊ីនគេមិនមានតួនាទីនៅក្នុងការចាប់ហើយចាប់នោះមិនជូនដំណឹងទៅអាជ្ញាធរអានោះជាលើកទី1លើកទី2ក៏គេធ្លាប់កោះហៅមានន័យថាមានតែការកោះហៅពីកងរាជអាវុធហត្ថឬក៏ទេទូរស័ព្ទផ្ទាល់ពីមេប៉ូលីសដែលគេស្នើសុំឲ្យយើងទៅជួបទៅបំភ្លឺរឿងករណីដែលយើងធ្វើសកម្មភាពនៅក្នុងការចុះល្បាតលោកហ៊ឿនសុភីបមានស្រុកកំណើតនៅភូមិស្រែចង់ឃុំសណ្ដានស្រុកសណ្ដានខេត្តកំពង់ធំជាកូនកសិករជនជាតិដើមភាគតិចគួយបច្ចុប្បន្នលោកហ៊ឿនសុភីបបានបើកតូបលក់អីវ៉ាន់តិចតួចនិងធ្វើជាជាងប៉ះកង់ម៉ូតូក្រោយពីទំនេរក្នុងការចុះល្បាតព្រៃនិងធ្វើស្រែចម្ការដើម្បីរកចំណូលខ្លះចិញ្ចឹមកូន5នាក់កំពុងរៀននៅថ្នាក់បឋមសិក្សារួមនឹងអ្នកម្ដាយចាស់ជរាក្រោយពីឪពុករបស់លោកបានស្លាប់ចោលតាំងពីឆ្នាំ1991ដោយឡែកប្រពន្ធលោកហ៊ឿនសុភីបគឺលោកស្រីសូសៀងប្រាប់វិទ្យុអេស៊ីសេរីក្នុងសម្ដីមួយថាលោកស្រីមិនដែលហាមប្តីរបស់ខ្លួនមិនឲ្យចុះល្បាតឬការពារព្រៃឈើនៅតំបន់ព្រៃឡង់នោះទេដោយសារតែដឹងថាប្តីរបស់លោកស្រីស្រឡាញ់យុត្តិធម៌និងធនធានធម្មជាតិនេះជាយូរមកហើយលោកស្រីបន្តថាអ្វីត្បិតតែពេលខ្លះបារម្ភពីសុវត្ថិភាពប្តីនៅពេលចុះល្បាតព្រៃម្ដងក៏ដោយប៉ុន្តែលោកស្រីថាមានតែខាំធ្មេញសង្កត់ចិត្តដេកចាំមើលផ្លូវប្តីមកវិញចាខ្ញុំភ័យខ្លាចដែរញ៉ាំកាត់ចេះតោភ័យបារម្ភដែរកាត់តោខ្លាចកាត់គេស្អប់គេធ្វើបាបខ្ញុំអត់ដែរខំមកកាត់តោជុំវិញរឿងនេះវិទ្យុអស៊ីសេរីមិនអាចតាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថានលោកនេតភត្រាបានទេនៅថ្ងៃទី5ខែមករាដោយសារទូរស័ព្ទហៅចូលតែគ្មានអ្នកទទួលមន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជាលោកអូតឡាទីនដែលតែងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកហ៊ឿនសុភីបក្នុងការចុះល្បាតព្រៃឡង់ជាញឹកញាប់ថ្លែងថាលោកហ៊ឿនសុភីបជាសមាជិកបណ្ដាញព្រៃឡង់ម្នាក់ដែលសកម្មក្នុងការការពារព្រៃឈើលោកមើលឃើញថាទោះបីរងការធ្វើទុកបុកម្នេញជាច្រើនលើកពីសំណាក់អាជ្ញាធរក៏ដោយប៉ុន្តែឆន្ទៈនឹងការតស៊ូដើម្បីយុត្តិធម៌ព្រៃឈើក្នុងនាមជាជនជាតិដើមភាគតិចគួយគឺលោកជាកម្លាំងស្នូលក្នុងការដឹកនាំប្រជាសហគមន៍បានយ៉ាងល្អជាមនុស្សដែលមានសក្តានុពលបំផុតក្នុងសហគមន៍ហើយកលេសទៅរដ្ឋាភិបាលវិញគួរតែផ្ដល់ការលើកទឹកចិត្តធនធានមនុស្សនេះហើយមិនមែនតែគាត់តែម្នាក់ទេបណ្ដាញសហគមន៍ពីឡង់មានមនុស្សសំខាន់ជាច្រើនទៀតប៉ុន្តែគាត់គឺជាម្នាក់នៅក្នុងចំណោមបុគ្គលសំខាន់ផ្សេងទៀតដែលគាត់ចូលរួមការពារធនធានធម្មជាតិហើយដែលគាត់មានឆន្ទៈមោះមុតដែលមានអំណត់អត់ធ្មត់នៅក្នុងការកិច្ចការងារទោះបីជាស្ថិតនៅក្នុងការគម្រាមកំហែងទោះបីជាមានការចង់ដល់លុយការជាលៀបសក្ការៈជាទួនាទីហើយគាត់មិនទទួលយកដែលគាត់សុខចិត្តគឺជាប្រជាពលរដ្ឋសាមញ្ញហើយចូលរួមការពារធនធានធម្មជាតិតាមលទ្ធភាពដែលគាត់អាចធ្វើទៅបានកន្លងទៅរដ្ឋាភិបាលលោកហ៊ុនសែនបានសន្យានៅចំពោះមុខសាធារណជនជុំវិញការទប់ស្កាត់បទល្មើសព្រៃឈើឲ្យបានគង់វង្សលោកហ៊ុនសែនថែមទាំងអះអាងដាក់ជីវិតដើម្បីគ្រប់គ្រងព្រៃឈើប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំមកនេះសកម្មជនការពារព្រៃឈើរកឃើញថាព្រៃឈើនៅកម្ពុជាត្រូវបានជន់ល្មើសកាប់ទន្ទ្រានយ៉ាងអនាធិបតេយ្យប៉ុន្តែកន្លងមកសកម្មជនបរិស្ថាននិងរបាយការណ៍អន្តរជាតិជាច្រើនរកឃើញថារដ្ឋាភិបាលកម្ពុជាជាពិសេសក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានខົບខិតគ្នាជាប្រព័ន្ធជាមួយក្រុមហ៊ុនរបស់អង្គការមួយចំនួននិងមន្ត្រីរបស់លោកក្នុងការកាប់ព្រៃឈើហើយនាំឈើចូលទៅលក់នៅទីផ្សារអឺរ៉ុបនិងការច្បាមយកដីពីប្រជាពលរដ្ឋនិងជនជាតិដើមភាគតិចក្រោមរូបភាពផ្ដាល់ដីសម្បត្តិសេដ្ឋកិច្ចរបាយការណ៍អង្កេតលើកទី2របស់ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Copenhagen នៃប្រទេសដាណឺម៉ាកចេញផ្សាយកាលពីពេលថ្មីៗនេះបង្ហាញថាកម្ពុជាបានបាត់បង់ព្រៃឈើជាង 140,000 ហិកតាកាលពីឆ្នាំមុនក្នុងនោះការបាត់បង់គម្របព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃឡង់បានកើនឡើង 22% ព្រៃព្រះរកាកើនឡើង 43% និងដែនជម្រកសត្វព្រៃសង្រុក្ខវ័នចំនួន 47% ជុំវិញបញ្ហាខុបខិតគ្នានេះធ្វើឲ្យព្រៃឈើនៅតំបន់ព្រៃឡង់ហិនហោចជាបន្តបន្ទាប់ដោយឡែកចំពោះលោកហ៊ឿនសុភីបឯណោះវិញបង្ហាញថាកត្តាចម្បងដែលលោកមិនអាចបញ្ឈប់សកម្មភាពការពារព្រៃឈើនេះបានក៏ដោយសារតែបញ្ហាអំពើពុករលួយរបស់មន្ត្រីមូលដ្ឋានកំពុងបំផ្លាញធនធានធម្មជាតិដោយគ្មានតម្លាភាពត្រឹមត្រូវ
និយាយត្រង់ទៅគឺមួយកាប់បំផ្លាញព្រៃឈើនោះគឺពាក់ព័ន្ធពីអាជ្ញាធរសមត្ថកិច្ចមួយចំនួនថាទាំងការប្រើប្រាស់អាវុធកែច្នៃទាំងការធ្វើរឿងខុសច្បាប់ធ្វើសកម្មភាពខុសច្បាប់ដូចជាកាប់ដើមឈើជាដើមគឺបានន័យថាបើសិនជាអាជ្ញាធរសមត្ថកិច្ចរឹតបន្តឹងអាពួកនោះគឺមិនហ៊ានទេប៉ុន្តែយើងឃើញជាគំរូអាក្រក់មួយគឺស្រុកខ្មែរយើងគឺមន្ត្រីមួយចំនួនគឺអ្នកធ្វើខ្លួនឯងតំណងមន្ត្រីមួយចំនួនអ្នកចាប់គេហើយអ្នកអនុវត្តច្បាប់ហើយខ្លួនឯងក៏លូកដៃនៅក្នុងសកម្មភាពនៃការកំផាញ់ព្រៃឈើលោកហ៊ឿនសុភីបចង់ឃើញប្រជាពលរដ្ឋខ្មែរចាប់ផ្ដើមស្រឡាញ់ធនធានធម្មជាតិឲ្យបានច្រើនដើម្បីទប់ស្កាត់បញ្ហាបំរែបំរួលអាកាសធាតុនិងរក្សាធនធានធម្មជាតិដែលមានស្រាប់លោកស្នើដល់រដ្ឋាភិបាលថាគួរតែទម្លាក់ចោលការចោទប្រកាន់មកលើពលរដ្ឋស្លូតត្រង់ដែលតែងតែការពារធនធានធម្មជាតិដែលចោទថាជាក្រុមបកប្រឆាំងហើយអាជ្ញាធរគួរតែបញ្ឈប់ការរំលោភបំពានលើសិទ្ធិពលរដ្ឋនិងលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិចដែលពួកគាត់តែងតែរស់នៅដោយពឹងអាស្រ័យលើអនុផលព្រៃឈើនេះជាយូរមកហើយខ្ញុំបាទលេងម៉ាលីវិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington